anh ấy nghe sốt đám hay nghe sốt thai riêng ọt bạc nông ca cặp chát sạt lật đấy từ xa sạt bảo với mình chỉ là bình đang chân sạch bạn ọt bâyចូល giờ ចិត្ត xây dựng màu một plan thế anh ấy mà to bây giờ đang ban một năm chẳng biết chạm đam lật lại màu hay dương ọt can về thế dương tục plan nắng đầm bay một họ dương ở rong trang bay năm đôi trang bay thế ដល់មិនដល់ជ្រុល bạn anh ấy dương ai cũng một họ ban tinh không một năm So this is called long pepper อันนี้ยังไงพอมาจานดอกของชาติทำไปอย่างนี้เนาะชาติอยากเป็นเการพอเลยอย่าไปใบค้าอย่าไปมุดค้าไปดอกมุดค้าไป អូចឹងក្នុងមួយឆ្នាំបានដល់13ដង บ้านไป 3 4ដង4ដងក្នុងមួយ4ដង3ម្ដង มุดค้าไป គង់ហើយយ៉ាបាន3ដងចឹង3គុណ4 12យ៉ាងឆ្នាំតែមួយឆ្នាំ3ដង อันนี้ตัวเต้าออสมินนิวสกอร์เต้ បាទខ្ញុំទៅលើកទី1នេះ ว่า ហើយដាក់ទិញជិតដាក់ទិញអ្នកណាពួកណានឹងដាក់ទិញ ជា ឥណ្ឌូនេស៊ី ជាពិសេសបារាំង អូពួកប្រាំងខ្ញុំមិនដែរសាកឯអាមេរិកនេះ วันนี้យើងអាចប្រើប្រាស់ទូទៅដូចអាមេរិកធម្មតាដែរបាន ចឹង បាទដូចថាយើងអាចបុកលាយជាមួយនឹងគ្រឿងស្លដូចជាការីឬក៏បុកលាយជាគ្រឿងប្រឡាក់សាច់លាយឡំជាមួយនឹងគ្រឿងទេផ្សេងៗ អានេះបេះបានហើយពេលនេះ អាហ្នឹងអត់ទាន់បេះបានទេដោយសារវាអត់ទាន់ទុំស្រួលទេតែកាលណាវាទុំល្អស្បកវាធ្វើពេញទៅដល់ពណ៌ហមឆ្អិនហ្មង ហមដូចក្រុត អូហមដូច វាហមក្រុតវាមិនហមបានលាយចង់លឿនបាទហើយសម្រាប់ម្រេចឡងនេះគឺយើងអាចកែច្នៃទៅជា4ផលិតផលយើងអាចបេះអាខ្ចីនេះទៅធ្វើជ្រក់ដល់ពេលអាទុំនេះយើងហាលថ្ងៃដល់ពេលដែលវាទុំខ្លាំងជាងហ្នឹងសម្បកវាទន់យើងអាចកែច្នៃទៅជាពីផលិតផលគេហៅថាគ្រាប់បោះ long pepper ហើយនឹងស្បែកហើយនឹងក្របគេហៅថា little long pepper ហើយនឹងធ្វើដល់ long pepper ហ្នឹងក៏ជាឈ្មោះផលិតផលដែរ ចឹងហ្នឹងគេយកមកកែច្នៃរបៀបដូចជាយកមកញ៉ាំរបៀបម៉េច like serving អូខេសម្រាប់ទី1សម្រាប់ជ្រក់ខ្ចីនេះយើងយកទៅធ្វើជ្រក់យើងអាចដាក់ពីលើដូចជា steak ដូចជាដូចអាមេរិកដូចយើងជ្រក់ហ្នឹងដែរចា បាទអាហ្នឹងយើងការ serve របស់វាគឺដូចគ្នាហើយនៅពេលក្រហមនេះដែលយើងហាលថ្ងៃហើយយើងអាចយកវាទៅបុកលាយជាមួយនឹងគ្រឿងស្លឬក៏យើងកាត់វាជាដុំតូចដាក់នៅក្នុងប្រាប់កិនម្រេចយើងអាចកិនមូលដាក់ serve ពីលើម្ហូបដូចជាស៊ុបសាឡាដឬក៏ pasta អីផ្សេងៗជាដើមយើងអាចប្រើប្រាស់បានដូចគ្នាហើយសម្រាប់អាទុំមែនតើយើងអាចផលិតជា leather long pepper នៅពេលដែលយើងផលិតហើយវាចេញមកជាប្រទេសដូចនឹងសូកូឡាអាហ្នឹងយើងអាចយកទៅដាក់លាយកាហ្វេការ៉េមខដូចជាខសាច់ជ្រូកហើយនឹងប្រភេទនំប៉័ង ចឹងយើងអាចអានេះដូចវារៀងខុសគ្នាពីម្រេចយើងអាមូអា peppercorn ហ្នឹងបាទអាហ្នឹងគេយើងអាចយកមកញ៉ាំរបៀបហិលដូច flavoring ដាក់ឆាជាមួយសាច់គោឡុកឡាក់ឬក៏កាទៀវអីណាអានេះអត់ទេណាអត់ទេអានេះទូទៅសម្រាប់បាទញ៉ាំដូចជាវារៀងខុសគ្នាបន្តិចបាទខុសគ្នារសជាតិរបស់វាខុសគ្នាដែរខុសគ្នាឆ្ងាយរសជាតិរបស់វាហិលផ្អែមទៅវាបាទដល់ពេលដែលវាទុំអានេះទុំអត់តន់ស្រួលរសជាតិរបស់វាអត់សូវផ្អែមតែកាលណាវាទុំខ្លាំងយ៉ាងហ្នឹងទៅរសជាតិរបស់វារៀងផ្អែមហើយរៀងក្អូបហើយរៀងហិលអានេះយើងមាននៅក្នុងហាងរបស់យើងកែដើម្បីដែលយើងទៅវិញយើងមានសាកឲ្យសាក sample មានយើងមាន sample យើងមានការភ្លក់ផងដែរអូខេហើយអាហ្នឹង1គីឡូលក់បានអានេះវាអត់សូវថ្លៃទេអានេះទូទៅយើងអត់លក់គីឡូទេយើងលក់តែកញ្ចប់ទូចៗយើងមិនសូវវាអត់សូវយើងទីផ្សាររបស់វាអត់សូវធំទូលាយខ្ញុំមិនដែរលឺនេះមិនដែរឃើញទៅលើកទី1នេះអញ្ចឹងបានភ្ញៀវមកយើងតែងតែជួយបង្ហាញគាត់ពីការប្រើប្រាស់និងបង្ហាញពីការដាំដុះពីផ្លែផ្កាវាមិនអីមកសម្រាប់នេះវាអត់មានផ្កាទេអត់មានផ្កាដូចអាមេរិកផ្លែហ្មងបាទនេះផ្លែរបស់វាចាប់ដើមផ្លែមកទូចអញ្ចឹងអញ្ចឹងក្នុងមួយស្លឹកវាមានផ្លែមួយស្លឹកមួយផ្លែមួយស្លឹកមួយផ្លែមួយវ៉ាវបាទអានេះ interest មកនេះបងប្អូនមើលនេះល្អមែនbeautiful អូខេអញ្ចឹងបងមានសំណួរអីទៀតទេបងអូអរគុណច្រើនខ្ញុំអត់មានអី